បើសាតកួតវាមិនម៉ូស៊ីមិនទេតកែរបស់ខ្ញុំគិតក៏មិនឆ្កាដប់កន្លែងនឹងផងដែរនឹងឯងពុកម៉ែបងប្អូនព្រោះអីសាតកួតហ្នឹងវាម៉ូស៊ីមិនមួយថ្ងៃមួយមួយថ្ងៃពីរមួយថ្ងៃមួយមួយថ្ងៃពីរសឹងនឹងរាល់ថ្ងៃតែម្ដងវាឡើងទៅស៊ីលើហើយវាក៏មកជ្រោកកន្លែងដប់ហ្នឹងឯងពុកម៉ែបងប្អូនកន្លែងដប់ដែលខ្ញុំកំពុងឆ្កាដប់លងស្ដកផងដែរហើយចំពោះដប់ហ្នឹងគឺនៅក្បែរផ្ទះតកែរបស់ខ្ញុំតែម្ដងហើយដូចតែផ្ទះកាត់នៅក្នុងភ្នំពុកម៉ែបងប្អូននៅភ្នំទៅគឺជើងភ្នំរបស់កាត់ហ្នឹងគឺវាមានទឹកមានអូមានទឹកទៅគឺសត្វគួតពុកម៉ែបងប្អូនដឹងហើយគឺវាចូលចិត្តនៅតាមអូដងអូឬមួយក៏នៅតាមមាត់ទឹកផងដែរបើផ្ទះតកែរបស់ខ្ញុំគឺសម្បូរមិនព្រៃពុកម៉ែបងប្អូនវាក៏មកស៊ីមិនព្រៃផងដែរដោយវាលឺសលេងមិនព្រៃមិនរងាវមិនអីទៅវាដូចជាទាក់ទាញវាផងដែរទៅវាក៏នឹងគ្នាឡើងពីក្រមមកលើហើយឡើងមកដល់លើផ្ទះតកែរបស់ខ្ញុំធំធំពុកម៉ែបងប្អូនថ្ងៃណាឃើញទឿនក៏ខ្ញុំយកស៊ូបាញ់ដេញបាញ់ទៅតកែរបស់ខ្ញុំគាត់ក៏មានកំភ្លើងមានអីពុកម៉ែបងប្អូនគាត់យកអាកំភ្លើងស្នប់ពុកម៉ែបងប្អូនដេញបាញ់ឯប៉ុន្មានបាញ់ឲ្យត្រូវទេបាញ់បង្អើលហើយដូចតែបាញ់វាមិនឈ្នះគាត់ក៏ឲ្យខ្ញុំនឹងបងភៀវបងហ្នឹងគឺរៀបចំឆ្កាដប់ឆ្កាអីនៅនឹងច្រាំងនឹងផងដែរនឹងឯងពុកម៉ែបងប្អូនក៏មិនវានៅដូចតែវាមកគឺយើងឃើញបើថាយើងមិនឆ្កាទេវាក៏ចាប់មិនរបស់គាត់ហ្នឹងយកម៉ាស៊ីនដប់ហ្នឹងឯងព្រោះអីគឺមិនគាត់ហ្នឹងក៏មិនធំផងដែរមើលទៅបងភីវធ្វើការពុកម៉ែបងប្អូនគឺគាត់ធ្វើការឧស្សាហ៍មែនទែនគាត់កាប់ទៅបើថាគាត់មិនបានលេនដាទេគឺកាត់ដូចជាមិនកម្លាំងអញ្ចឹងបានគាត់លេនដាទៅគឺកាត់កម្លាំងហើយគាត់ធ្វើការល្អណាស់ពុកម៉ែបងប្អូនចំពោះបងភីវហើយគាត់ក៏ជាមនុស្សចិត្តល្អពុកម៉ែបងប្អូនឧស្សាហ៍ហើយជាមនុស្សដែលអត់ធ្មត់ខ្ពស់ផងដែរនឹងឯងពុកម៉ែបងប្អូនឃើញគាត់ក៏ស្នើផងដែរហើយមានពុកម៉ែបងប្អូនជាច្រើនគាត់ក៏ស្រឡាញ់ចូលចិត្តបងភីវផងដែរនឹងឯងពុកម៉ែបងប្អូនឃើញគាត់ខមមិនមកលើបងភីវខ្លះណាគាត់ក៏ថាបងភីវគួរឲ្យអាណិតបងភីវគួរឲ្យស្រឡាញ់ហើយបងភីវគឺគាត់ធ្វើការល្អនឹងឯងពុកម៉ែបងប្អូនគឺគាត់ធ្វើការល្អដូចពុកម៉ែបងប្អូនឃើញវីដេអូអញ្ចឹងឯងពុកម៉ែបងប្អូនគាត់ធ្វើការល្អប្រើក៏ស្រួលការនិយាយស្ដីអីគឺគាត់ដែរអត់ដែរតបអត់ដែរតយើងទេពុកម៉ែបងប្អូនចំពោះខ្ញុំនឹងបងក៏អត់ដែរថាស្ដីគាត់ដែរនឹងឯងពុកម៉ែបងប្អូនដោយតែគាត់រស់នៅមានអធិស្ឋានផងដោយតែគាត់រស់នៅប្រទេសគេដោយតែយើងរស់នៅប្រទេសគេដោយតែគាត់ពុកម៉ែបងប្អូនយើងក៏ត្រូវចេះស្រឡាញ់គ្នាផងដែរព្រោះយើងក៏ជាមនុស្សដូចតែគ្នាប៉ុន្តែយើងគ្រាន់តែខុសតែជនជាតិជាគេជនជាតិផ្សេងយើងជនជាតិផ្សេងតែប៉ុណ្្នឹងទេនឹងឯងពុកម៉ែបងប្អូនហើយចំពោះថ្ងៃនេះខ្ញុំក៏នឹងគ្នារៀបចំឆ្កាកន្លែងហ្នឹងគឺឆ្កាឲ្យរួចអស់តែម្ដងកន្លះថ្ងៃពុកម៉ែបងប្អូនព្រោះអីតែកែគាត់បានប្រាប់ថាឆ្កាអស់ទៅព្រោះខ្លាចភ្លេងខ្លាចអីទៅមិនបានធ្វើមិនបានអីគាត់ក៏បញ្ញប់បញ្ញាប់ឲ្យខ្ញុំនិងបងហ្នឹងគ្នារៀបចំឆ្កាឲ្យរួចតែម្ដងនឹងឯងពុកម៉ែបងប្អូនដើម្បីកុំឲ្យសត្វគោតហ្នឹងវាមិនស៊ីមិនព្រៃរបស់គាត់ផងដែរគឺសត្វគោតវាមកម្ដងពីរពុកម៉ែបងប្អូនមិនតូចយកធំណាស់នោះក្រមពុកម៉ែបងប្អូននៅក្រមអចិន្តាក្រមមានដើមដូងខាងក្រមហ្នឹងគឺវានៅបញ្ចូលនឹងឯងដល់ពេលវាលឺសលេងមិនព្រៃងាវលឺអីទៅក៏វាក៏ឡើងពីកន្លែងនឹងមកដល់លើផ្ទះតកែរបស់ខ្ញុំតែម្ដងមានចិត្តទេពុកម៉ែបងប្អូនពីក្រមមកដល់លើប្រហែលជា100ម៉ែត្រចឹងផងដែរវាឡើងម៉ូដើរឡើងម៉ូវាឃើញមិនព្រៃវាក៏ដេញចាប់ឲ្យតែឃើញមិនព្រៃរំពងហ្នឹងគឺដឹងថាគេនឹងម៉ូឲ្យពុកម៉ែបងប្អូនថ្ងៃមុនខ្ញុំឃើញខ្ញុំយកស៊ូបាញ់ដេញបាញ់ពុកម៉ែបងប្អូនបាញ់មិនទឿនវារត់លឿនណាស់ពុកម៉ែបងប្អូនគ្រាន់តែឃើញតែខ្ញុំដើរម៉ូនោះវាកិច្ចខ្លួនប្រយរត់ទៅដល់ក្រមបាត់ហ្នឹងឯងពុកម៉ែបងប្អូនហើយខ្ញុំនឹងបងក៏បាននឹងគ្នារៀបចំឆ្កាដប់ឆ្កាអីនៅនឹងច្រាំងនេះហើយនឹងក្រោយខ្នងខ្ញុំនោះគឺផ្ទះតកែរបស់ខ្ញុំនៅខាងលើផងដែរហើយបានតកែរបស់ខ្ញុំគាត់ក៏មកជួយរុញដប់រុញអីឲ្យវាស្លាស់ល្អផងដែរដើម្បីដោយថាក្មេសត្វគោទាំងម៉ូគឺដោយថាវាអត់មានដប់មានអីជ្រោកពុកម៉ែបងប្អូនមកថាមានដប់កន្លែងហ្នឹងទៅគឺដោយតែវាបានបានអីមកវាក៏មកសងំស៊ីមិននឹងតាមដប់ហ្នឹងឯងពុកម៉ែបងប្អូនតកែរបស់ខ្ញុំគាត់ក៏បានយកអត្រាយកអីហ្នឹងគឺមកជួយរុញដប់រុញសម្រាមឲ្យមើលទៅស្លាស់ទៅពេលឆ្ការួចអញ្ចឹងក៏ស្លាស់ម្យ៉ាងល្អម្យ៉ាងផងដែរហ្នឹងឯងពុកម៉ែបងប្អូនព្រោះផ្ទះតកែរបស់ខ្ញុំគាត់នៅមកជួនេះឯងហើយកន្លែងកូនរោងខៀវហ្នឹងគឺកន្លែងកូនរោងហ្នឹងគឺកូនរោងតកែរបស់ខ្ញុំគាត់ចិញ្ចឹមគោសម័យពីដើមមិញផងដែរហ្នឹងឯងពុកម៉ែបងប្អូនសម័យពីដើមមិញគឺតកែរបស់ខ្ញុំគាត់ចិញ្ចឹមគោឡើង300ក្បាលផងដែរបើសប្តាហ៍គឺគាត់ឈប់ចិញ្ចឹមហើយពុកម៉ែបងប្អូនគាត់ឈប់ចិញ្ចឹមទៅគាត់ក៏យកកន្លែងកូនរោងហ្នឹងគឺចូលឲ្យម្ចាស់ក្រុមហ៊ុនរបស់គាត់ម្ដងហ្នឹងឯងពុកម៉ែបងប្អូនគឺចូលឲ្យថកទេដោយថាគាត់ចូលក្នុងមួយខែត្រឹមតែ10000បាតទេពុកម៉ែបងប្អូនគឺកូនរោងដែលគាត់ចូលគេឡើងប៉ុណ្ណាណីផងដែរបើថាកន្លែងផ្សេងគឺមិនមែនប៉ុណ្ណឹងទេប៉ុន្តែគាត់ស្គាល់គ្នាទៅគាត់ក៏ចូលរបៀបថកនៃកូនរោងនេះពុកម៉ែបងប្អូនកូនរោងគាត់មានច្រើនគាត់ចិញ្ចឹមគោ300ក្បាលស្មៃពីដើមមិញ
ก็មានបងប្អូនខ្មែរយើងក៏ធ្វើការនៅទីនេះច្រើនមែនទែនមិនមានតែខ្ញុំទេពុកម៉ែបងប្អូនក៏ខ្ញុំតិនមកក៏មានបងប្អូនខ្មែរយើងក៏ធ្វើការនៅទីនេះច្រើនអ្នកផងដែរគឺស្ម័យផ្ដើមកាត់ចិញ្ចឹមគោទឹកដោះទៅក៏មានកម្មករខ្មែរយើងក៏ធ្វើការនៅទីនេះច្រើនហើយទេសភាពអាកាសធាតុនៅផ្ទះកើតស្រស់ស្អាតពុកម៉ែបងប្អូនហើយប្រហែលថ្ងៃនេះគឺភ្លេងជាប់តែម្ដងហ្នឹងឯងពុកម៉ែបងប្អូននៅកន្លែងខ្ញុំទៅកន្លែងពុកម៉ែបងប្អូនភ្លេងហើយរនៅកន្លែងខ្ញុំគឺភ្លេងរាល់ថ្ងៃបំភ្លេងថ្ងៃភ្លេងយប់បំភ្លេងយប់ភ្លេងថ្ងៃហើយបានតកែកាត់ក៏មកជួយមកអីចឹងក៏ស្រុំម្យ៉ាងផងដែរថ្ងៃពុកម៉ែបងប្អូនខ្ញុំក៏មិនបាច់ខ្ញុំគ្នាជូនព្រោះតែកាត់ក្រពីដេកកាត់សម្រាប់ពុកម៉ែបងប្អូនកាត់សម្រាប់កាត់ក្រពីដេកទៅកើតក៏មកជួយកូនចៅនៅផ្ទះរបស់កាត់នៅខាងលើថ្ងៃនេះគឺជាផ្ទះតកែរបស់ខ្ញុំកន្លែងតមកខាងក្រៅពុកម៉ែបងប្អូនកាត់ដាំថ្នល់នេះគឺក៏ដាំដូងដាំអីផងដែររីខាងក្រោមកាត់ក៏ដាំនេះដាំនោះមានទាំងពីរដើមមេនពុកម៉ែបងប្អូននេះគឺជាដើមមេនរបស់កាត់ផងដែរហើយគេហៅម្យ៉ាងទៀតគេហៅផ្លែគេតងែណាពុកម៉ែបងប្អូនខ្ញុំក៏មិនសូវស្គាល់មិនដឹងតែតកែមិនដឹងតែផ្លែតងែមួយក៏មានទេពុកម៉ែបងប្អូនផ្លែធំរសជាតិឆ្ងាញ់គ្រើបតូចហើយសាច់ក្រាស់នេះគឺកន្លែងបន្ទប់កូនចៅបងប្អូនខ្មែរយើងសម័យពីដើមមិនតើមានណានៅទេនំដប់នំប្រៃផងដែរនឹងឯងពុកម៉ែបងប្អូនហើយដីកាត់ធំពុកម៉ែបងប្អូនកាត់នំភ្នំគឺដីរបស់កាត់ធំមែនទែនដីកាត់ទាំងអស់គឺ5ហិកតាបូកនឹងដីក្មួយប្ររបស់កាត់2ហិកតាផងគឺទាំងអស់7ហិកតាពុកម៉ែបងប្អូនដីកាត់គឺអត់មានតូចទេគឺនេះដូចតែខ្ញុំធ្វើការអញ្ចឹងគឺការងារដែលសោកខ្វះទេពុកម៉ែបងប្អូនការងារមានរាល់ថ្ងៃតែម្ដងនេះតែចំនួនតែក៏បានមួយថ្ងៃផងដែរហើយចំពោះការងាររបស់ខ្ញុំថ្ងៃនេះពុកម៉ែបងប្អូនព្រឹកមិញខ្ញុំក៏នឹងគ្នារៀបចំបេះផ្លែទុរេនធ្វើនេះធ្វើនោះបាញ់ថ្នាំបាញ់អីទៅក្រោយពីរៀបចំបេះផ្លែទុរេនរួចបាញ់ថ្នាំបកផ្លែទុរេនរួចក៏នឹងគ្នារៀបចំមួយឆ្កាដប់នៅកន្លែងហ្នឹងនៅកន្លះថ្ងៃផងដែរហើយខ្ញុំនឹងបងក្រោយពីឆ្កាខាងនោះរួចមួយឆ្កាខាងនេះរួចក៏បាននឹងគ្នារៀបចំទៅបន្ទប់វិញផងដែរព្រោះអីក៏ដល់ម៉ោង5ល្មមផងដែរតកែកាត់មកជួយមកអីផងទៅគឺមិនចាំបាច់ទៅជូនស្លឹកឈើស្លឹកអីមេឃឈើមេឃអីតកែកាត់ជួយរុញជួយអីហ្នឹងឯងពុកម៉ែបងប្អូនហើយក៏នឹងគ្នារៀបចំឆ្កាកន្លែងនេះរួចក៏បាននឹងគ្នារៀបចំទៅផ្ទះវិញផងដែរហ្នឹងឯងពុកម៉ែបងប្អូនផ្ទះក៏នៅក្បែរហ្នឹងឯងដើរទៅត្រឹមតែ100ម៉ែត្រក៏ដល់ផងដែរកន្លែងហ្នឹងខ្ញុំក៏បានឲ្យបង្ភូយកផ្កាកាញ់យកអីដើម្បីយកទៅស្លហូបព្រោះអីខ្ញុំដើរទៅហ្នឹងខ្ញុំក៏រៀបចំទៅបេះផ្កាកាញ់ផងដែរព្រោះអីមានផ្កាកាញ់វាកំពុងតែផ្កាល្អហើយក៏ត្រួយល្អផងដែរហ្នឹងឯងពុកម៉ែបងប្អូនគឺខ្ញុំចូលចិត្តហូបស្លកទីផ្កាកាញ់ខ្ញុំក៏រៀបចំប្រាប់បងភីវបងយ៉តបងមើលឲ្យនឹងគ្នារៀបចំបេះផ្កាកាញ់ទៅតម្ដងដើម្បីស្លហូបល្ងាចនេះខ្ញុំក៏រៀបចំកាប់មួយមេឃធំដើម្បីកាច់ផ្កាកាច់អីវាយកទៅស្លផងដែរហ្នឹងឯងពុកម៉ែបងប្អូនហើយចំពោះផ្កាកាញ់បើថាពុកម៉ែបងប្អូនចង់ស្លគឺយើងយកផ្កាណាដែលវាខ្ពុំតិចពុកម៉ែបងប្អូនកុំយកខ្ពុំបែកគឺអត់ល្អទេពុកម៉ែបងប្អូនក៏បានមករៀបចំយកទៅស្លផងដែរចំពោះវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងទេកន្លែងហ្នឹងគឺបងយ៉តក៏រៀបចំបែត្រួយចែកចែកយកទៅលាយជាមួយផ្កាផងដែរហើយចំពោះវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងទេអរគុណពុកម៉ែបងប្អូនដែលបានចំណាយពេលវេលាដ៏មានតម្លៃមើលវីដេអូខ្ញុំដល់ចប់ផងដែរហើយចំពោះការស្លផ្កាកាញ់ចាំខ្ញុំធ្វើជូនពុកម៉ែបងប្អូនមើលមកវីដេអូទៀតផងដែរហ្នឹងឯងពុកម៉ែបងប្អូនអរគុណពុកម៉ែបងប្អូនសម្រាប់ការចំណាយពេលដ៏មានតម្លៃរបស់ពុកម៉ែបងប្អូនព្យាយាមមើលវីដេអូរបស់ខ្ញុំដល់ចប់ផងដែរអរគុណពុកម៉ែបងប្អូនជម្រាបលាបាយបាយសុខសប្បាយទាំងអស់គ្នាចាំតាមដានវីដេអូខ្ញុំវីដេអូក្រោយ